អនុញ្ញាតឲ្យខ្លួនឯងបានញ៉ាំស្លម្ជូរគ្រឿងសាច់គោហ្នឹងហើយជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអត់មានអីទេមានតែម្ជូរគ្រឿងសាច់គោជាមួយនឹងស្លឹកម្កាក់សម្លម្ជូរគ្រឿងមកបានដាក់ម្ជូរស្លឹកម្កាក់បែបនេះបងប្អូនគឺថាជូរដិតឆ្ងាញ់មែនតែនហើយដែលធ្វើឲ្យសម្លរបស់យើងកាន់តែមានរសជាតិឆ្ងាញ់នោះគឺការដែលយើងជ្រើសរើសសាច់បងប្អូនបើយើងជ្រើសរើសសាច់បានល្អគឺពេលយើងស្លមកសាច់ហ្នឹងគឺមានរសជាតិឆ្ងាញ់ហើយស្រួលទំពាផុយល្មមត្រូវជាមួយនឹងរសជាតិស្លម្ជូរហើយសម្រាប់គ្រឿងបុកថ្ងៃនេះគឺខ្ញុំបានទិញគេខ្លះហើយនឹងមកបុកបន្ថែមពីលើខ្លះដាក់ខ្ទឹមថែមដាក់ស្លឹកក្រូចសើចដាក់គល់ស្លឹកគ្រៃអីថែមដើម្បីឲ្យកាន់តែឈ្ងុយគឺថាស្លម្ជូរគ្រឿងប្រភេទនេះបើថាបានលៃគ្រឿងម្ជូរអីត្រូវមាត់ហើយគឺបាយអស់ពីប៊ីចាណោះហើយពេលដែលយើងផ្សំគ្រឿងហ្នឹងបើបងប្អូនបានដាក់ស្ករត្នោតទៀតគឺកាន់តែធ្វើឲ្យស្លរបស់យើងហ្នឹងឈ្ងុយហើយដូចថាជាតិផ្អែមហ្នឹងវាខាំដិតល្អហើយចូលមួយនឹងជាតិជូរស្លឹកម្កាក់ទៀតគឺស្លយើងឆ្ងាញ់មែនតើបងប្អូនហើយសម្រាប់ការងាស់សាច់វិញបើយើងជ្រើសរើសកន្លែងសាច់ក្បាលពោះរបស់គោហ្នឹងគឺសាច់កន្លែងហ្នឹងត្រូវជាមួយនឹងស្លម្ជូរប៉ុន្តែបើសិនជាយើងងាស់អត់ដល់នាទីវាទេធ្វើឲ្យសាច់ហ្នឹងយើងពិបាកទៅពីតែបើសិនជាយើងងាស់ដល់នាទីល្អសាច់ផុយស្រួលញ៉ាំគឺកាន់តែធ្វើឲ្យស្លម្ជូររបស់យើងហ្នឹងញ៉ាំហើយជាប់ចិត្តសម្រាប់បន្លែនេះខ្ញុំបានជ្រើសរើសយកម្ទេសពីរពណ៌ហើយបើបងប្អូនចង់ដាក់ទឹកកួនដាក់តឡាចអីក៏បានដែរតាមចំណូលចិត្តដាក់តាមមកពុះយើងបើកមកវិញគឺល្មមអីដើម្បីឲ្យបន្លែរបស់យើងនឹងនៅមានរសជាតិផ្អែមតែប៉ុណ្ណេះហើយបានបងប្អូនហើយបងប្អូនកុំភ្លេចអនុញ្ញាតឲ្យខ្លួនឯងបានញ៉ាំស្លម្ជូរគ្រឿងផងណាភ្លេចប្រាប់បងប្អូនចុងក្រោយកុំភ្លេចដាក់ម្រះព្រៅផងអនុញ្ញាតឲ្យខ្លួនឯងបានញ៉ាំស្លម្ជូរគ្រឿងសាច់គោហ្នឹងហើយជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអត់មានអីទេមានតែម្ជូរគ្រឿងសាច់គោជាមួយនឹងស្លឹកម្កាក់សម្លម្ជូរគ្រឿងមកបានដាក់ម្ជូរស្លឹកម្កាក់បែបនេះបងប្អូនគឺថាជូរដិតឆ្ងាញ់មែនតែនហើយដែលធ្វើឲ្យសម្លរបស់យើងកាន់តែមានរសជាតិឆ្ងាញ់នោះគឺការដែលយើងជ្រើសរើសសាច់បងប្អូនបើយើងជ្រើសរើសសាច់បានល្អគឺពេលយើងស្លមកសាច់ហ្នឹងគឺមានរសជាតិឆ្ងាញ់ហើយស្រួលទំពាផុយល្មមត្រូវជាមួយនឹងរសជាតិស្លម្ជូរហើយសម្រាប់គ្រឿងបុកថ្ងៃនេះគឺខ្ញុំបានទិញគេខ្លះហើយនឹងមកបុកបន្ថែមពីលើខ្លះដាក់ខ្ទឹមថែមដាក់ស្លឹកក្រូចសើចដាក់គល់ស្លឹកគ្រៃអីថែមដើម្បីឲ្យកាន់តែឈ្ងុយគឺថាស្លម្ជូរគ្រឿងប្រភេទនេះបើថាបានលៃគ្រឿងម្ជូរអីត្រូវមាត់ហើយគឺបាយអស់ពីប៊ីចាណោះហើយពេលដែលយើងផ្សំគ្រឿងហ្នឹងបើបងប្អូនបានដាក់ស្ករត្នោតទៀតគឺកាន់តែធ្វើឲ្យស្លរបស់យើងហ្នឹងឈ្ងុយហើយដូចថាជាតិផ្អែមហ្នឹងវាខាំដិតល្អហើយចូលមួយនឹងជាតិជូរស្លឹកម្កាក់ទៀតគឺស្លយើងឆ្ងាញ់មែនតើបងប្អូនហើយសម្រាប់ការងាស់សាច់វិញបើយើងជ្រើសរើសកន្លែងសាច់ក្បាលពោះរបស់គោហ្នឹងគឺសាច់កន្លែងហ្នឹងត្រូវជាមួយនឹងស្លម្ជូរប៉ុន្តែបើសិនជាយើងងាស់អត់ដល់នាទីវាទេធ្វើឲ្យសាច់ហ្នឹងយើងពិបាកទៅពីតែបើសិនជាយើងងាស់ដល់នាទីល្អសាច់ផុយស្រួលញ៉ាំគឺកាន់តែធ្វើឲ្យស្លម្ជូររបស់យើងហ្នឹងញ៉ាំហើយជាប់ចិត្តសម្រាប់បន្លែនេះខ្ញុំបានជ្រើសរើសយកម្ទេសពីរពណ៌ហើយបើបងប្អូនចង់ដាក់ទឹកកួនដាក់តឡាចអីក៏បានដែរតាមចំណូលចិត្តដាក់តាមមកពុះយើងបើកមកវិញគឺល្មមអីដើម្បីឲ្យបន្លែរបស់យើងនឹងនៅមានរសជាតិផ្អែមតែប៉ុណ្ណេះហើយបានបងប្អូនហើយបងប្អូនកុំភ្លេចអនុញ្ញាតឲ្យខ្លួនឯងបានញ៉ាំស្លម្ជូរគ្រឿងផងណាភ្លេចប្រាប់បងប្អូនចុងក្រោយកុំភ្លេចដាក់ម្រះព្រៅផង